តកតងនឹងអំពើបាបដែលព្រះគម្ពីរបានបង្រៀនយើងទាំងអស់គ្នាឲ្យបានដឹងនៅពេលដែលយើងមានជំនឿលើព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអំពើបាបមានតែពីរប្រភេទប៉ុណ្ណោះគឺជាអំពើបាបដើមពីអាដាមនិងអំពើបាបនៃការប្រព្រឹត្តអំពើបាបដើមភាសាអង់គ្លេសយើងហៅថា original sin ឬក៏អំពើបាបនៃការប្រព្រឹត្តភាសាអង់គ្លេសយើងហៅថា actual sin អំពើបាបដើមដែលយើងហៅថា original sin នេះគឺជាអំពើបាបដែលយើងមានទាំងអស់គ្នានៅលើផែនដីនេះមនុស្សណាក៏មានបាបដូចគ្នាគឺជាអំពើបាបដែលមាននៅក្នុងរូបកាយរបស់យើងហើយអំពើបាបនេះអាចនាំឲ្យយើងស្លាប់ខាងព្រលឹងទៅក្នុងនរកអស់កលផងដែរហើយរូបកាយយើងក៏នឹងត្រូវស្លាប់មិនកើតជាថ្មីនោះទេសាច់ឈាមយើងចូលចិត្តធ្វើបាបអំពើបាបនេះរីករាលដាលនៅក្នុងជីវិតយើងឲ្យយើងប្រព្រឹត្តគ្រប់រូបភាពមិនថាអំពើបាបនៃការប្រព្រឹត្តនេះគឺរូបភាពណាមួយនោះទេគឺជាអំពើបាបនៃការប្រព្រឹត្តទាំងអស់យើងចម្រើននៅអំពើបាបនៅក្នុងជីវិតយើងខាងសាច់ឈាមនេះសាច់ឈាមយើងនេះគឺមានបាបអស់មួយជីវិតហើយសាច់ឈាមនេះបើទោះបីយើងជឿព្រះយេស៊ូវគ្រីស្ទរាប់ជាសុចរិតក៏ដោយគឺព្រះយេស៊ូវគ្រីស្ទគ្រប់បាំងអំពើបាបយើងអត់ទោសអំពើបាបយើងហើយសេចក្តីសុចរិតរបស់ព្រះយេស៊ូវគ្រីស្ទបានគ្របបាំងយើងព្រះអត់ទោសបាបយើងមិនមែនយើងសុចរិតដោយរូបកាយយើងទេមិនមែនយើងមានសេចក្តីសុចរិតទេគឺជាសេចក្តីសុចរិតរបស់ព្រះយេស៊ូវគ្រីស្ទដែលគ្របបាំងយើងដែលប្រទានដល់យើងដែលជាអ្នកជឿព្រះយេស៊ូវគ្រីស្ទហើយសេចក្តីសុចរិតនេះគឺជាបជនព្រះការពារអាយុជីវិតយើងការពារព្រលឹងយើងទៅថ្ងៃមុខមិនឲ្យយើងធ្លាក់ទៅនរកទេសេចក្តីសុចរិតនេះគឺជាបជនព្រះគ្រីស្ទដែលជាព្រះបជនព្រះបានប្រទានឲ្យយើងមានជីវិតអស់កលព្រះអង្គផ្ទេរមកយើងការពារយើងមិនឲ្យស្លាប់ខាងព្រលឹងនៅនរកអស់កលឡើយហើយរូបកាយយើងក៏នឹងមិនស្លាប់ដែរត្រូវធានាសុវត្ថិភាពគឺជារូបកាយដែលរស់ឡើងវិញអំពើបាបទាំងប៉ុន្មានដែលយើងមានតពីអាដាមស្លាប់ព្រលឹងនឹងរូបកាយនេះព្រះយេស៊ូវគ្រីស្ទបានអត់ទោសបាបទ្រង់បានគ្របបាំងឲ្យយើងទ្រង់បានប្រទានឲ្យយើងការពារសុវត្ថិភាពនៃជីវិតយើងមិនមែនមានន័យថាសាច់ឈាមយើងអត់មានបាបនោះទេព្រះគម្ពីររ៉ូមទីពូក20ពូក3ខ23បានចែងឲ្យយើងបានដឹងច្បាស់ហើយថាសាច់ឈាមយើងមានបាបអស់មួយជីវិតហើយនៅក្នុងព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក15ក៏បានប្រាប់យើងថារូបកាយរបស់យើងមិនបានគ្រប់លក្ខនោះទេរូបកាយរបស់យើងនៅមានបាបលុះត្រាណាដែលព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទទ្រង់យាងមកវិញជាលើកទី2ហើយលើករូបកាយយើងទៅក្នុងសេរីល្អរបស់ទ្រង់ហើយរូបកាយយើងបានរស់ឡើងវិញនោះហើយគឺទៅជារូបកាយគ្រប់លក្ខដូច្នេះហើយចូលចាំថាអំពើបាបរបស់យើងគឺយើងមានអំពើបាបតពីអាដាមគឺអំពើបាបដើមហើយអំពើបាបដើមនេះគឺរីករាលដុះដាលនៅក្នុងជីវិតយើងឲ្យយើងប្រព្រឹត្តតបប្រឆាំងព្រះគ្រប់រូបភាពផងដែរហើយអំពើបាបដើមនៃសាច់ឈាមយើងនឹងការប្រព្រឹត្តរបស់យើងប្រព្រឹត្តបាបនេះគឺទាស់ប្រឆាំងនឹងព្រះជារៀងរាល់វេលាដូច្នេះហើយព្រះបានជួយសង្គ្រោះយើងបានប្រទានព្រះវិញ្ញាណបរិសុទ្ធដល់យើងក្នុងការបញ្ឈប់ការប្រព្រឹត្តអំពើបាបរបស់យើងឲ្យយើងរស់នៅស្របតាមឋានតីព្រះអស់អ្នកដែលមានព្រះយេស៊ូវគ្រីស្ទអ្នកជឿព្រះយេស៊ូវគ្រីស្ទអ្នកដែលប្រទានព្រះដែលប្រទានពរឲ្យគាត់បានកើតថ្មីគាត់មានព្រះវិញ្ញាណបរិសុទ្ធដឹកនាំឲ្យយើងបានតបប្រឆាំងជាមួយសាច់ឈាមនេះឯងដែលព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំឲ្យយើងដើរតាមស្របប្រហាតីរបស់ព្រះឲ្យយើងរស់នៅសម្រាប់ព្រះគ្រីស្ទព្រះជួយយើងឲ្យឈ្នះនៃសាច់ឈាមនៃអំពើបាបនេះប៉ុន្តែសាច់ឈាមយើងខ្លាំងដល់ម្លេះបានជាព្រះអង្គបានប្រទានឲ្យយើងត្រូវលំទួបាបរស់នៅញែកខ្លួនចេញជាបរិសុទ្ធដែលពឹងអាងលើការសគត់របស់ព្រះយេស៊ូវគ្រីស្ទកាលណាយើងលំទួហើយយើងមានជំនឿទុកចិត្តនៅក្នុងព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទនោះព្រះរាប់យើងជាស្អាតជាបរិសុទ្ធនិងសុចរិតតាមរយៈជំនឿនេះឯង